ឯករាជ្យប្រទេសហៃទីនៅត្រឹមចុងទសវត្សរ៍ឆ្នាំ1700ប្រជាជននៅដែនដីអាណានិគមនៅអាមេរិកឡាទីនដែលបានដឹងឬបង្ហើយនៅទស្សនៈសក្ការពន្លឺត្រូវបានផ្ដល់ធម្មពលតាមរយៈព័ត៌មានអំពីការធ្វើបដិវត្តន៍នៅអាមេរិកនិងបារាំងនាសតវត្សរ៍ទី18ជោគជ័យនៃបដិវត្តន៍អាមេរិកបានលើកទឹកចិត្តពួកគេក្នុងការតស៊ូព្យាយាមដើម្បីទទួលបានសេរីភាពពីមេដឹកនាំអឺរ៉ុបរបស់ពួកគេដែនដីអាណានិគមបារាំងដែលគេហៅថា Saint Domingue គឺជាដែនដីនៅអាមេរិកឡាទីនដំបូងគេដែលបានរំដោះខ្លួនចេញពីការគ្រប់គ្រងរបស់ពួកអឺរ៉ុបហើយមានប្រទេសនៅអាមេរិកឡាទីនជាច្រើនទៀតដែលបានរំដោះខ្លួនដូចគ្នាដែនដីអាណានិគមដែលបច្ចុប្បន្នគេស្គាល់ថាជាប្រទេសហៃទីបានគ្របដណ្ដប់1/3ខាងលិចនៃកោះ Hispaniola ក្នុងសមុទ្រការីប៊ីនពួកអាហ្វ្រិកដែលជាទេសចរជិត5សែននាក់បានធ្វើការនៅលើចម្ការរបស់ពួកបារាំងហើយពួកគេមានចំនួនច្រើនជាងចៅហ្វាយនីរបស់ពួកគេយ៉ាងខ្លាំងចៅហ្វាយនីជនជាតិស្បែកសបានប្រើវិធីសាស្ត្រឃោឃៅដើម្បីបំភ័យពួកគេនិងធ្វើឲ្យពួកគេគ្មានអំណាចខណៈពេលដែលបដិវត្តន៍បារាំងកំពុងកើតឡើងប្រជាជនដែលត្រូវបានជិះជាន់នៅក្នុងដែនដីអាណានិគមបារាំងនៅប្រទេសហៃទីត្រូវបានក្រោកឡើងដើម្បីប្រឆាំងជាមួយនឹងចៅហ្វាយនីបារាំងរបស់ពួកគេនៅខែសីហាឆ្នាំ1791ពួកទេសចរអាហ្វ្រិកប្រមាណ1សែននាក់បានងើបឡើងបះបោរដោយសម្លាប់ម្ចាស់ចម្ការនិងបំផ្លាញទ្រព្យសម្បត្តិផ្សេងៗមិនយូរប៉ុន្មានមានមេដឹកនាំមួយរូបឈ្មោះទូសេនឡូវ៉ៃទូរ៉េបានលេចចេញមកជាអតីតទេសចរទូសេនឡូវ៉ៃទូរ៉េមិនសូវស្គាល់ច្បាស់រឿងយោធានិងការទូតឡើយទោះបីជាយ៉ាងនេះក្តីលោកបានវិវត្តខ្លួនក្លាយជាឧត្តមសេនីយ៍ដ៏ជំនាញនិងជាអ្នកជំនាញការទូតមួយរូបនៅឆ្នាំ1801ទូសេនឡូវ៉ៃទូរ៉េបានកាន់កាប់កោះទាំងមូលហើយបានផ្ដល់សេរីភាពដល់ជនជាតិអាហ្វ្រិកទាំងអស់ដែលបានធ្វើទេសចរនិងប្រកាសខ្លួនឯងថាជាអគ្គទេសាភិបាលអស់មួយជីវិតនៅលើកោះ Hispaniola នៅខែមករាឆ្នាំ1802កងទ័ពបារាំងចំនួន 30,000 នាក់បានធ្វើដំណើរមកដល់ Saint Domingue ដើម្បីដកទូសេនឡូវ៉ៃទូរ៉េចេញពីអំណាចនៅខែឧសភាទូសេនឡូវ៉ៃទូរ៉េបានយល់ព្រមបញ្ឈប់ការធ្វើបដិវត្តន៍ប្រសិនបើបារាំងយល់ព្រមនៅក្នុងការបញ្ចប់របបទេសភាពទោះបីជាមានការព្រមព្រៀងក៏ដោយមិនយូរប៉ុន្មានបារាំងបានចាប់ប្រកាន់លោកពីបទរៀបចំការបបោរមួយផ្សេងទៀតពួកគេបានចាប់គាត់ហើយបញ្ជូនលោកទៅឃុំនៅក្នុងភ្នំអាល់នៅបារាំងជាកន្លែងដែលលោកបានស្លាប់នៅខែមេសាឆ្នាំ1803អនុសេនីយ៍ឯកមួយរូបរបស់ទូសេនគឺលោកសុងសាក់ដេសាលីបានធ្វើការតស៊ូដើម្បីសេរីភាពនៅថ្ងៃទី1ខែមករាឆ្នាំ1804ឧត្តមសេនីយ៍ដេសាលីនបានប្រកាសដែនដីអាណានិគមជាប្រទេសឯករាជ្យវាគឺជាដែនដីអាណានិគមជនជាតិស្បែកខ្មៅដំបូងគេដែលបានរំដោះខ្លួនចេញពីការគ្រប់គ្រងរបស់ពួកអឺរ៉ុបដេសាលីនបានហៅឈ្មោះប្រទេសនេះថាហៃទីដែលជាភាសារបស់ជនជាតិដើមអារ៉ាវ៉ាដែលមានន័យថាដីភ្នំក្រុមអ្នកប្រវត្តិសាស្ត្រចាត់ទុកបដិវត្តន៍ហៃទីជាការបះបោរទទួលជោគជ័យធំជាងគេរបស់ក្រុមទេសចរនៅលោកខាងលិចដោយវាបានជះឥទ្ធិពលនៅទូទាំងទ្វីបអាមេរិក